កាលពីយូរលង់ណាស់មកហើយមានភូមិមួយឈ្មោះថាភូមិបុរាណដែលស្ថិតនៅជ្រៅក្នុងព្រៃដាច់ស្រយាលមួយភូមិនេះមិនដែលមានឈ្មោះនៅលើផែនទីទេហើយអ្នកភូមិនៅទីនោះរស់នៅដោយប្រកាន់ខ្ជាប់នៅទំនៀមទម្លាប់ចម្លែកជាច្រើនយុវជនម្នាក់ឈ្មោះអាមុនដែលមានចំណូលចិត្តខាងសិក្សាពីប្រវត្តិសាស្ត្រនិងរឿងរ៉ាវអបិយជំនឿបានសម្រេចចិត្តធ្វើដំណើរទៅកាន់ភូមិនោះដើម្បីស្រាវជ្រាវអំពីអាថ៌កំបាំងដែលគេល្បីតគ្នានៅកណ្ដាលភូមិបុរាណនោះមានសសរបុរាណមួយដើមដែលធ្វើពីឈើខ្មៅរលោងអ្នកភូមិតែងតែហាមដាច់ខាតមិនឲ្យអ្នកក្រៅប៉ះពាល់ឬដើរកាត់សសរនោះនៅពេលយប់ឡើយគេជឿថាវាគឺជាសសរដែលឃុំព្រលឹងអសុរកាយតាំងពីសម័យដើមមកយប់នោះអាមុនបានលបចេញពីផ្ទះសំណាក់ទាំងកណ្ដាលអាធ្រាត្រដើម្បីទៅពិនិត្យសសរនោះខណៈពេលដែលគេកំពុងថតរូបដោយប្រើបច្ចេកទេសពន្លឺបែប Cinematic ស្រាប់តែខ្យល់ត្រជាក់ស្រាប់មួយបានបក់មកប៉ះចំខ្នងព្រលឹងក្រោមដើមចង្កោមសัตว์ដើមអំពិលអាមុនបានក្រឡេកទៅមើលក្រោមដើមអំពិលធំមួយដែលនៅក្បែរនោះគេបានឃើញស្រមោលក្រមុំម្នាក់អង្គុយយំយក្សយ៉ាងខ្លោចផ្សាដោយក្តីអាណិតអាមុនក៏ដើរទៅជិតប៉ុន្តែនៅពេលដែលនាងងើបមុខមកមុខរបស់នាងមិនមែនជាមុខមនុស្សទេគឺជារុនភ្នែកខ្មៅងងឹតនិងស្បែកដែលប្រេះស្រកាដោយដើមឈើបុរាណជួយដល់លែងខ្ញុំសំឡេងក្រលួចនោះចេញមកពីដើមអំពិលអាមុនភ័យស្លន់ស្លោរត់ត្រឡប់មកផ្ទះវិញតែចម្លែកត្រង់ថាមិនថាគេរត់លឿនប៉ុណ្ណាក៏គេនៅតែឃើញខ្លួនឯងរត់ត្រឡប់មកដល់មុខសសរបុរាណដដែលអាថ៌កំបាំងត្រូវបានលាតត្រដាងមេភូមិបានចេញមកជួបអាមុនទាំងទឹកមុខស្ងប់ស្ងាត់ហើយនិយាយថាអ្នកដែលមកដល់ភូមិនេះមិនមែនមកដោយចៃដន្យទេគឺមកដើម្បីជំនួសកន្លែងអ្នកដែលចាកចេញភ្លាមនោះស្រមោលខ្មៅជាច្រើនបានចេញពីសសរបុរាណព័ទ្ធជុំវិញអាមុនគេបានដឹងខ្លួនថាភូមិបុរាណនេះមិនមែនជាភូមិមនុស្សរស់នៅទេតែជាកន្លែងឃុំព្រលឹងដែលគ្មានផ្លូវចេញ